ឥឡូវនេះគឺខ្ញុំបាទចេញវីដេអូមួយទាក់ទងនឹងចន្ទីនៅពេលដែលផ្ការីកល្អបាទអញ្ចឹងទាក់ទងនឹងការបាញ់បាទមិនថាថ្នាំបំពន់ឬក៏ថ្នាំសត្វល្អិតផ្សេងណាបាទអញ្ចឹងយើងជិះវៀងបាញ់នៅពេលដែលមេឃក្តៅខ្លាំងអញ្ចឹងណាអាចចន្លោះពីម៉ោង10រហូតដល់ម៉ោង3កន្លះអីហ្នឹងអាហ្នឹងគឺក្តៅខ្លាំងអញ្ចឹងយើងក៏បាញ់អញ្ចឹងណាតែបើសិនជាយើងបាញ់ជោគហើយនៅក្នុងអំឡុងនៅពេលដែលផ្ការីកនេះវាអាចធ្វើឲ្យផ្កាហ្នឹងវាទៅជាបាទគ្រីមអញ្ចឹងណានេះដូចនេះឃើញក្តឹបនេះក្តឹបនេះចាប់ដល់ខ្មៅនេះអានេះឲ្យក្តឹបនៅក្នុងផ្កាបាទឃើញខ្មៅអាហ្នឹងខូចហើយនេះបាទវាទៅជាលួយអញ្ចឹងណាបាទវាច្រកជាមួយនឹងទឹកហើយវាក្តៅអញ្ចឹងវាខូចដល់គ្រាប់បាទហើយសម្រាប់គ្រាប់ខ្លះដែលចេញមកហើយបាទនៅពេលដែលវាក្តៅពេកក៏អាចធ្វើខូចដែរនេះអាចនឹងស្វិតទៅវិញអញ្ចឹងណាបាទអញ្ចឹងទៅសួរថាបាញ់ពេលណាល្អបាទគឺអាចចន្លោះពីម៉ោងម៉ោង6ព្រឹកទៅដល់ម៉ោង9អីអញ្ចឹងណាបាទហើយល្ងាចអាចចន្លោះម៉ោង4ទៅរហូតដល់ម៉ោង10យប់អីក៏បានដែរអញ្ចឹងណាអាស្រ័យទៅលើយើងមានពេលបាទបាញ់យប់ក៏កាន់តែល្អទៀតដែរសម្រាប់រដូវផ្ការីកនេះណាបាទយើងកំបាញ់បាទនៅពេលដែលមេឃក្តៅខ្លាំងបាទលក្ខណៈមួយដែលផ្ការីកច្រើនបាទវាខូចអាមុនមែនប៉ុន្តែអាចចេញមកក្រោយនេះក៏វាល្អដែរវាមិនមែនថាវាទៅទាំងស្រុងទេណាបាទនេះផ្កាកំពុងមកវាត្រូវចាយមកថ្មីក៏ល្អដែរអញ្ចឹងណាបាទប៉ុន្តែអាផ្កាដែលត្រូវទៅលាក់ក្តឹបអាហ្នឹងវាអាចបង្កទៅជាបញ្ហាអញ្ចឹងណាបាទនេះដើមនេះអីនេះអានេះក្តឹបអានេះឃើញខ្មៅខូចអានេះបាទវាច្រកអញ្ចឹងណាបាទច្រកអញ្ចឹងខូចបាទអញ្ចឹងបញ្ជាក់មកវិញណាសម្រាប់មេឃដែលក្តៅខ្លាំងបាទយើងកុំទើបបាញ់បាទនៅពេលដែលផ្ការីកអាចប៉ះពាល់ទៅដល់ក្តឹបនៅខាងក្នុងនេះអញ្ចឹងណាបាទហើយមួយទៀតក្តឹបណាដែលចេញមកបានទូចអីវាអាចឈោលអាហ្នឹងក៏ខូចដែរបាទហើយប្រភេទថ្នាំសត្វល្អិតថ្នាំជំងឺអីយើងរកប្រភេទថ្នាំត្រជាក់មកយើងបាញ់អមទៅជាមួយអញ្ចឹងណាបាទដើម្បីការពារបាទខ្ញុំចេញវីដេអូប៉ុណ្ណឹងបាទអរគុណ